រត់ដែលមានដីក្នុងទីតាំងនោះគឺมันបានទទួលនោះទេដោយសារថាអ្នកខ្លះមានដីខប់ពី4ទៅ5ហិកតាតែនៅពេលទីដីខ្លះហិកតាដូចនេះគឺប្រជាពលរដ្ឋមិនព្រមទទួលយកហើយនឹងបន្តមានបញ្ហាទំនាស់អត់ដល់ថ្ងៃនេះតែឡើយប្រជាពលរដ្ឋនៅស្រុកកំចាយមានតែ125គ្រួសារនោះក៏បានអំពាវនាវសូមឲ្យអាជ្ញាធរខេត្តបរស្រាយប៉ុន្តែអាជ្ញាធរខេត្តទាំងពីរគឺបានបង្ហាញពីគោលចំហថានឹងមិនចូលរួមដោះស្រាយទេគឺប្រគល់ទឹកទៅឲ្យខាងក្រុមហ៊ុនអាម៉ារ៉ានីគ្រប់ជាអ្នកដោះស្រាយទៅវិញបាទពីហេតុធ្វើប្រជាពលរដ្ឋមានការអត់សពុនសិទ្ធិដោយអង្គការអាជ្ញាធរខេត្តអាជ្ញាធរស្រុកគឺជារបស់ប្រជាពលរដ្ឋតែនៅពេលដែលមានបញ្ហាមិនព្រមដើរតួជាម្ចាស់ជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយបែរទៅជាប្រគល់សិទ្ធិទៅឲ្យខាងក្រុមហ៊ុនដែលជាអ្នកមានទំនាស់ជាមួយគ្នាជាអ្នកដោះស្រាយហើយការដោះស្រាយគឺមិនអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋហើយក៏បានសំណូមពរសូមឲ្យខាងសម្បត្តិអគ្គមហាសេនាបតីទៅជួបនោះតែមេតាជួយពិនិត្យលើនឹងចាត់មន្ត្រីឲ្យជួយដោះស្រាយឲ្យឆាប់ផងបាទអរគុណសង្គមថាថ្នាក់ដឹកនាំនឹងបន្តយកទុកដាក់បន្ថែមពាក់ព័ន្ធនឹងចំណុចនេះសូមអរគុណសូមជម្រាបលាលោកពិសិដ្ឋបាទសូមអរគុណសូមជម្រាបលាបាទឥឡូវយើងសូមភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារមួយរូបទៀតនៅក្នុងខេត្តពោធិ៍សាត់លោកភិរុនបាទជំរាបសួរលោកភិរុនបាទជំរាបសួរសុខៈនិងលោកបត្រាបាទហើយពីពោធិ៍សាត់មកមានអីជំរាបជូនដល់បងប្អូនកំពុងទេសនាបាទហើយពោធិ៍សាត់នេះគឺមានក្នុងវត្តបុប្ផាសវណ្ណហ្នឹងគឺមានកសិបូឆ្លងផុតបាទបាទពុទ្ធសាសនាណាជាមួយនឹងគេហៅថាអាណាចក្រពុទ្ធចក្រអាណាចក្រនិងអាណាចក្របាទសូមអញ្ជើញបាទសូមអញ្ជើញបាទគឺថាវាឃើញថាគាត់ថ្មីមួយឆ្លងដែលមានពីរជាន់រួមនឹងគាត់ចាស់ដែលបានផងដែរនៅក្នុងវត្តបុប្ផាសវណ្ណនោះដែលទឹកនឹងកសាងរួចរាល់នេះគឺបានធ្វើបុណ្យឆ្លងប្រពនឹងចម្រើនប្រជាជនប្រចាំអធិការវត្តផងដែរបាទជាប្រយោជន៍ដើម្បីបម្រើវិស័យពុទ្ធសាសនាទៀតទេបាទហើយក្នុងពិធីកាត់សេបូឆ្លងគាត់នេះគឺកាលពីចុងសប្តាហ៍នេះមានអធិគុណអូនអុលបាទអុលអូនបាទអុលអុនបាទពីចៅអធិការវត្តបុប្ផាសវណ្ណហ្នឹងបានមានសង្ឃកាថាសម្បត្តិផលជាច្រើនមានការរីកចម្រើននៅក្នុងវត្តនេះគឺមិនមែនកើតឡើងដោយការប្រឹងប្រែងតែព្រះអង្គឯងទេបាទគឺពោលគឺមានការខិតខំទាំងអស់គ្នាទាំងប្រសង់នៅក្នុងវត្តទាំងអស់គណៈកម្មការអាចារ្យនិងជាពិសេសគឺមានការរួមចំណែកកសាងពីសំណាក់តាមរយៈពុទ្ធបរិស័ទទីឆ្ងាយបាទតែមានជាជាខ្លាក្នុងព្រះពុទ្ធសាសនាបាទរួមនឹងការចូលជុំជ្រែងពីសំណាក់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធផងដែរបាទអរគុណបាទព្រះអង្គបានគូបញ្ជាក់ផងដែរថាសមិទ្ធផលជាបន្តទៀតនោះគឺព្រះអង្គនឹងបន្តធ្វើរបងថ្មពុតជុំវិញវត្តនឹងចាក់ដីលុបស្រះខាងជើងព្រះវិហារផងដែរនឹងកសាងសមិទ្ធផលបន្តទៀតបាទលោកសក្កនិងលោកបត្រាបាទអរគុណលោកភិរុនបាទលោកសក្កបាទជំរាបលាលោកបាទអរគុណច្រើនដល់ពេលនេះសូមអនុញ្ញាតសម្រាប់អាផ្លេតសិនទៅទៀតភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានចំនួន2រូបទៀតដើម្បីបញ្ចប់កម្មវិធីបាទសូមអនុញ្ញាតសម្រាប់អាផ្លេតភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារនៅតាមបណ្ដាខេត្តមួយចំនួនដោយទី1ប្រចាំការនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគឺលោកប៊ុនថនសូមផ្ដល់វិញ្ញាជូនលោកសខាបាទអរគុណណាស់ឥឡូវនេះជួបលោកប៊ុនថនមើលតើមានរឿងអីនៅប៉ោយប៉ែតនោះលោកប៊ុនថនជំរាបសួរបាទជំរាបសួរបាទលោកសុខៈនិងលោកបត្រាបាទឥឡូវនេះមានរឿងអីពីប៉ោយប៉ែតមកបាទមានរឿងមួយដែរលោកជាបរដ្ឋនៅក្រុងប៉ោយប៉ែតហ្នឹងមានការតវ៉ាព័ន្ធនឹងភ្លើងអគ្គិសនីបាទអញ្ចឹងខាងសាលាក្រុងក៏បានកោះហៅផលិតខាងអគ្គិសនីដើម្បីបកស្រាយព័ន្ធនឹងភ្លើងបាទរឿងភ្លើងហ្នឹងមកពីតម្លើងគីឡូមិនប្រក្រតីឬតម្លើងបាទបញ្ជាក់បន្តិចសិនមើលបាទពីបញ្ហាភ្លើងអគ្គិសនីនេះចេះលោកតម្លៃមិនឡើងទេតែត្រង់ថាឡើងគីឡូបាទគីឡូប្រជាពលរដ្ឋហ្នឹងបាទធ្លាប់ប្រើតែក្នុងមួយខែហ្នឹងគាត់ប្រើតែ100គីឡូឥឡូវនេះវាឡើងរហូតដល់200ទៅ300គីឡូបាទធ្វើគុណបាទពាក់ព័ន្ធនឹងបញ្ហាដែលធ្វើគុណនេះឯងដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនេះមានការរិះគន់និងប្រតិកម្មទៅលើពាក់ព័ន្ធនឹងក្រុមហ៊ុនអគ្គិសនីតែនៅពេលដែលសាលាក្រុងក៏បានកោះហៅមន្ត្រីអគ្គិសនីមកដើម្បីបំភ្លឺពាក់ព័ន្ធនឹងភ្លើងនេះ
ខាងមន្ត្រីអគ្គិសនីលោកបានបព្វឺថាដោយសារតែអាកាសធាតុទី1បាទទី2បាទដោយសារតែការឧបករណ៍នៃការប្រើប្រាស់អញ្ចឹងប្រជាពលរដ្ឋក៏បានសួរវិញដែរថាជារៀងរាល់ឆ្នាំពួកគាត់ប្រើដូចគ្នាដែរចុះហេតុអីមិនឡើងដល់ក្នុងឆ្នាំនេះបាទអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានេះការបកស្រាយរបស់បុគ្គលិកអគ្គិសនីនោះប្រជាពលរដ្ឋហាក់បីដូចជាទទួលយកមិនបានពាក់ព័ន្ធនឹងបញ្ហានេះបាទដោយសារតែភ្លើងដោយសារតែគីឡូភ្លើងនឹងវាឡើងទ្វេគុណពេកអញ្ចឹងបាទតែប្រជាពលរដ្ឋមានបង្ហាញថាមានការដូរគីឡូភ្លើងជាញឹកញាប់អីមានទេមានករណីនេះបាទចំពោះបញ្ហានេះមិនតន់មានការដូរគីឡូភ្លើងអីទេលោកបាទពាក់ព័ន្ធនឹងបញ្ហានេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខាងមន្ត្រីអគ្គិសនីក្រុមហ៊ុនក្រុងប៉ោយប៉ែតនេះបានលើកឡើងថាបើសិនបើប្រជាពលរដ្ឋមានការមិនទុកចិត្តលើក្រុមហ៊ុននេះក្រុមហ៊ុនក៏បានសុំឲ្យមានអាជ្ញាកណ្ដាលមួយពាក់ព័ន្ធនឹងអគ្គិសនីកម្ពុជានឹងអាចយើងអាចចង់មកត្រួតពិនិត្យអាចពឹងពាក់ទៅលើខាងអគ្គិសនីកម្ពុជាមួយទៀតដើម្បីធ្វើការត្រួតពិនិត្យទៅលើខាងក្រុមហ៊ុនរបស់គាត់ប្រសិនបើក្រុមហ៊ុនរបស់គាត់នឹងមានការមិនត្រឹមត្រូវក្នុងការដែលប្រើឧបករណ៍ដែលប្រើប្រាស់ភ្លើងហ្នឹងមិនត្រឹមត្រូវលោកអាចតាក់ទងទៅនឹងខាងអគ្គិសនីកម្ពុជាដើម្បីមកត្រួតពិនិត្យបាទលោកបន្ថនតើវាមានករណីដាច់ជាញឹកញាប់ទេនៅក្នុងបាទលោកមានករណីដាច់ភ្លើងញឹកញាប់ទេនៅក្នុងបាទដោយសារតែពាក់ព័ន្ធបញ្ហានេះឯងលោកប្រជាពលរដ្ឋនឹងក៏បាននិយាយពីពាក់ព័ន្ធនឹងភ្លើងដាច់ភ្លើងញាក់នេះឯងដែលធ្វើឲ្យគីឡូកាន់តែឡើងបានហើយឡើងនេះឡើងមិនធម្មតាប្រជាពលរដ្ឋមិនអាចទទួលយកបានឥឡូវនេះវាអាចឡើងទ្វេគុណប៉ុន្តែក្នុងនោះក៏មានពាក្យចាំអារាមមួយថានឹងមានការកាត់ភ្លើងពីប្រជាពលរដ្ឋច្រើនប្រសិនបើប្រជាពលរដ្ឋមិនមានការទៅបងភ្លើងសូមបញ្ជាក់ថានៅពេលនេះប្រជាពលរដ្ឋភាគច្រើនមិនព្រមចូលទៅបងភ្លើងទេរងចាំឲ្យអាជ្ញាធរដោះស្រាយពាក់ព័ន្ធនឹងបញ្ហានេះដោយសារតែប្រជាពលរដ្ឋខ្លះឧទាហរណ៍ប្រជាពលរដ្ឋខ្លះក៏បានស្រែកឧត្តមថាពួកគាត់ប្រើនៅតាមផ្ទះជួលខ្លះអស់តែ 8,000 បាតអីទេក្នុងមួយខែឥឡូវឡើងជាង 20,000 បាតឯនោះលោកបាទបញ្ហានេះហើយដែលគាត់មានលុយសម្រាប់បងលោកបាទអញ្ចឹងបាទអរគុណច្រើនលោកបន្ថនបាទអរគុណបាទឲ្យជម្រាបលាលោកទាំងពីរបាទលោកបន្ថនករណីនេះគឺថាមានតាមកន្លែងមួយចំនួនដែរបាទពីព្រៃវែងមកនោះធ្លាប់ជម្រាបជូនត្រឡប់ទៅវិញសារបងប្អូនប្រជាពលរដ្ឋប៉ុន្តែនៅតែមានសារបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តមកថាអាសាដាច់ណាជាពិសេសនៅក្នុងក្រុងទាំងមូលតែហ្មងហើយករណីដាច់ហ្នឹងគេមិនដឹងថាតើវាមកពីមូលហេតុអីប៉ុន្តែគាត់ប្រជាពលរដ្ឋលើកឡើងថាកាលណាដាច់ញយពេកវានាំឲ្យអាកាឡូនោះវាឡើងបាទហើយវាសំខាន់មួយទៀតគឺថាអាជីវកម្មរបស់គ្នាវាដើរទៅមុខបាញ់រួចបើអ្នកផ្សារដៃឬក៏ធ្វើជាងមាសជាងតងហ្នឹងបានឲ្យផ្សារបាទអ្នកត្រូវការភ្លើងដើម្បីហ្នឹងបើអ្នកបំភ្លឺគាត់បំភ្លឺធម្មតាមិនអីទេបាទណានៅកំពង់ធំនោះក៏ដាច់ដែរដាច់មិនមែនថាមិនដាច់ទេច្រើនដងនិយាយពីរឿងដាច់គ្រប់កន្លែងបាទកន្លែងខ្លះវាដាច់ដោយសភាពធម្មជាតិកន្លែងខ្លះដាច់ដោយសភាពមិនធម្មជាតិអញ្ចឹងណាបងប្អូនលើកឡើងណាជប់ណាដាច់ដែរចកាកស៊ូនោះក៏មានណាអូអាហ្នឹងគឺថាវាពិបាកដែរពេលខ្លះអញ្ចឹងគឺថាបើសិនជាលោកខាងក្រុមហ៊ុនមិនលោកអះអាងថាសូមឲ្យខាង EDC អគ្គិសនីកម្ពុជាលោកចុះទៅធ្វើជាអ្នកកៅថៅទៅកសលវិច័យហ្មងត្រួតពិនិត្យមើលថាពិតឬមិនពិតឬឧបករណ៍ខ្ញុំចង់ឆ្ងល់កន្លែងមួយទៀតជារដ្ឋលោកបានលើកឡើងថាជារៀងរាល់ឆ្នាំភ្លើងអស់តែមួយខែតែ100គីឡូទេបើតែខែនេះតែឆ្នាំនេះអស់ឡើងដល់200ទៅ300គីឡូអញ្ចឹងណាវាតាមតែការប្រើប្រាស់ប៉ុន្តែខ្ញុំចង់ដឹងថាការប្រើប្រាស់200ទៅ300គីឡូហ្នឹងអាចគេគុណគិតលុយតាមនឹងដែរមើលទៅប្រហែលជាអាចទេមើលទៅហ្នឹងគេគិតលុយតាមហ្នឹងណាគេគិតតែគីឡូប៉ុន្មានគិតប៉ុណ្ណឹងអូចឹងខ្ញុំដែរគិត300គីឡូឥឡូវហ្នឹង100គីឡូធ្លាប់តែអស់100គីឡូគិត100អត់ទេគេគិតតាមហ្នឹងហ្មងមុនអញ្ចឹងបងបាទអរគុណឥឡូវសូមអនុញ្ញាតប៉ុណ្ណឹងឲ្យជូនលោកបត្រាបន្តបាទជួបនឹងខ្ញុំបាទគឺលោកកាំងរីវិញប្រចាំការខេត្តបាត់ដំបងហើយគាត់ដឹងថាសេរីរាជការគឺមានអ្វីអញ្ចឹងសូមជួបគាត់តែម្ដងបាទជម្រាបសួរលោកកាំងរីបាទជំរាបសួរលោកប្រានិងលោកប្រកាសបាទព្រឹកនេះមានព័ត៌មានអ្វីប្លែកពីខាងបន្ទាយមានជ័យប៉ោយប៉ែតបាទព្រឹកនេះគឺមានសេចក្តីរាយការណ៍បាទតកវិទ្យាល័យបាត់ដំបងនេះបានចុះអនុសាសន៍អង្គយូជាមួយតកវិទ្យាល័យ
រ៉ាំបាហើយបាននេះរាជបាខេត្តចន្ទបុរីប្រទេសថៃបាទសូមអញ្ជើញបាទលោកតាបាត់ថ្លែងនៅក្នុងពិធីចូលអនុស្សាវរីយ៍ MOU រួមគ្នារវាងសាកលវិទ្យាល័យរដ្ឋទាំងពីរលោកស្រីជាងអែមតឹមសាកលវិទ្យាការនៃសាកលវិទ្យាល័យបាត់ដំបងហ្នឹងលោកស្រីបានជំរុញឲ្យមានទំនាក់ទំនងល្អរវាងវិទ្យាល័យសំទោសបាទរវាងសាកលវិទ្យាល័យរបស់ប្រទេសថៃហ្នឹងគឺដើម្បីមានទំនាក់ទំនងល្អហ្នឹងគឺផ្ដោតបទពិសោធន៍និងផ្ដល់យោបល់ឲ្យជាតិមកក្នុងនាមប្រទេសនៅក្នុងតំបន់អាស៊ានដូចគ្នាបាទហើយនៅក្នុងលោកស្រីបានបន្តជំរុញឲ្យមានការយ៉ាងសកម្មទៅទៀតនៅផ្នែកអក្សរសាស្ត្រនិងវប្បធម៌រវាងប្រទេសទាំងពីរបាទហើយនៅក្នុងនោះខាងភាគីថៃហ្នឹងក៏ជំរុញឲ្យមានការនាំសាស្ត្រាចារ្យឬក៏អ្នកជំនាញនេះដើម្បីទៅយកបទពិសោធន៍នៅក្នុងប្រទេសថៃផងដែរបាទហើយវិធីនេះគឺបានចាប់ផ្ដើមធ្វើការពីចុងសប្តាហ៍កន្លងមកនេះនៅសាកលវិទ្យាល័យបាត់ដំបងបាទខេត្តបាត់ដំបងបាទបាទសេចក្តីរាយការណ៍របស់ខ្ញុំមានប៉ុណ្ណេះពីខេត្តបាត់ដំបងបាទសូមអរគុណសូមជម្រាបលាលោកកាំងរីឥឡូវខ្ញុំបាទសូមអនុញ្ញាតបន្តរឿងវិស័យអប់រំឯកជនវិញម្ដងនៅក្នុងខេត្តបាត់ដំបងបាទគឺចុងសប្តាហ៍កន្លងទៅនេះគឺមានសិស្សានុសិស្សនៃវិទ្យាល័យក៏ដូចជាសាលាអន្តរជាតិ USA ដែលលោកបានប្រមាណជា130នាក់បានរៀបចំការជួបជុំគ្នាក៏ដូចជាការសិក្សាស្វែងយល់បន្ថែមអំពីការរិះរកនៅគន្លឹះអនាគតដ៏ភ្លឺស្វាងសហ